ចឹងមកបាចឹងបងចែកបញ្ហាដូចរីវិវហ្នឹងបងបាទបន្ទាប់មកទៀតបងចែកកន្លែងនេះបាទកន្លែងចឹងបងចុចណែបាទមាន3ណែមួយកាយគេបានហើយបងចុចនេះលោកបានហើយឈ្មោះបងចុចមក scroll វាទៅក្រោមមកបងយកពាក្យថា setting and privacy 25ចុចលើហ្នឹងមួយសូមបងប្អូនថ្មីកុំភ្លេចជួយចុច like subscribe វីដេអូនេះម្នាក់មួយផងណាបាទឥឡូវបងប្អូនអរគ្នាវាទៅក្រោមបន្តិចមកបងប្អូនយក slide នេះបងប្អូនសិនមកណាចូលឡើងគេដាក់ថា Facebook Page Set Up បន្ទាប់មកទៀតបងប្អូនចុចលើ Page Set Up កន្លែង profile យើងខាងលើស្ដាំដៃគេចុចលើហ្នឹងមួយចុចកន្លែងនេះកន្លែងបងប្អូនជ្រើសរើសយកបងចុចលើណែហ្នឹងមួយជ្រើសរើសកន្លែងនេះហើយបងប្អូនចុចនេះបងប្អូនជ្រើសរើសកន្លែងហ្នឹងមួយឈ្មោះហ្នឹងចេញមកបន្ទាប់មកទៀតបងប្អូនជ្រើសរើសយកឥឡូវខ្ញុំណាដែលបងប្អូនចង់ហ្នឹងចេញបដូរឈ្មោះណាដាក់អញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់ដូរឈ្មោះ Page មួយនេះខ្ញុំចង់ដូរឈ្មោះវីដេអូ Page មួយហ្នឹងគឺវីដេអូដាក់អញ្ចឹងណាខ្ញុំចុចលើហ្នឹងមួយដូរដាក់អញ្ចឹងវិញអញ្ចឹងបងដូររួចហើយបងចុច review change វាមួយមកបាទហើយអានេះគេសួរបញ្ជាក់យើងណាអានេះគឺឈ្មោះ page ចាស់យើងហើយអានេះគឺជាឈ្មោះ page ថ្មីរបស់យើងអញ្ចឹងបងចុចកន្លែង submit for approval ព្រោះថាសម្រាប់ឆ្នាំ2023ហ្នឹងពេលដែលយើងធ្វើការដូរហើយគឺវាពិនិត្យមើលសិនតើតែគេពិនិត្យមើលថា page របស់យើងហ្នឹងអាចដូរបានទៅគេ approve ណាបើ page យើងមានបញ្ហាអីដូរអត់បានគឺវាអត់ approve ឲ្យយើងទេគឺវារៀងខុសពីមុនបន្តិចណាពីមុនគាត់តែយើងចុចដូរហើយយើងចុច next ចុចconfirm អីទៅគឺអាចធ្វើការដូរបានតែឥឡូវរៀងដូរ style គេបន្តិចណាអញ្ចឹងបងចុច submit វាមួយមកបាទឥឡូវពេលដែលយើងចុច submit វាហើយបងប្អូនធ្វើការ clear វាចោលមួយសិនមកណាបងប្អូន clear វាចោលមួយសិនបាទរួចហើយបងប្អូនចូលមកក្នុងវិញបងប្អូនធ្វើការចុចលើ page យើងបងប្អូនចុច refresh វាមួយមកនេះបងប្អូនឃើញទេគឺយើងអាចធ្វើការដូរឈ្មោះ page យើងបានហើយណាអញ្ចឹងមានបងប្អូនយើងខ្លះគឺគាត់មានបញ្ហាដូរអត់បានហើយក៏មានបងប្អូនខ្លះគឺគាត់ដូរបានណាបញ្ហាដូរអត់បានហ្នឹងគឺអាចមកពីបញ្ហា Facebook ឬក៏ page បងប្អូនណាហើយមានបងប្អូនយើងខ្លះគឺគាត់បាន comment មកសួរខ្ញុំគាត់ថាគាត់ដូរឈ្មោះ page អត់បានអញ្ចឹងដោយសារតែបងប្អូនសួរតាមទៅឆាតមកអញ្ចឹងគឺខ្ញុំពិបាកជួយបងប្អូនដែរណាព្រោះថាបើថាបានខ្ញុំចូលទៅក្នុង page បងប្អូនហើយខ្ញុំស្រាវជ្រាវខ្ញុំសាកដូរខ្លួនឯងអីអញ្ចឹងទៅប្រហែលជាខ្ញុំអាចជួយបងប្អូនបានខ្លះណាដល់ពេលបងប្អូនឆាតមកសួរអញ្ចឹងទៅខ្ញុំពិបាកជួយបងប្អូនដែរណាព្រោះថាឆាតអញ្ចឹងគឺខ្ញុំអត់ដឹងថានៅក្នុង Facebook ឬក៏ក្នុង page បងប្អូនមានបញ្ហាអីដែលវាជាប់ស្អីខុសស្អីបានដូរអត់បានណាពេលអញ្ចឹងខ្ញុំពិបាកឆ្លើយបងប្អូនកន្លែងហ្នឹងដែរណាសង្ឃឹមថាបងប្អូនយោគយល់កន្លែងហ្នឹងណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាអញ្ចឹងបងប្អូនពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe និង share វីដេអូនេះម្នាក់មួយផងណាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតសូមអរគុណ